នៅដើមសាច់រឿងតួឯកប្រុសឈ្មោះសៀវយ៉ានកំពុងជ្រើសរើសសម្លៀកបំពាក់ជាមួយកូនប្រុសរបស់គេគឺសៀវប៉ាវបន្ទាប់មកពួកគេទាំងពីរនាក់ក៏ស្លៀកពាក់រួចរាល់ដើម្បីត្រៀមខ្លួនទៅកន្លែងមួយនៅក្នុងឈុតបន្ទាប់សៀវយ៉ានបានចូលរួមក្នុងសន្និសីទសារព័ត៌មានមួយហើយបាននិយាយប្រាប់អ្នកយកព័ត៌មានអំពីក្រុមហ៊ុនរបស់លោកគឺ Hishe Group បន្ទាប់មកមានអ្នកយកព័ត៌មានម្នាក់បានសួរទៅកាន់គេថាពួកយើងបានឮថាលោកមានកូនក្រៅច្បាប់ម្នាក់តើពិតមែនទេសៀវយ៉ានក៏បានតបវិញថាកូនប្រុសរបស់ខ្ញុំមានឈ្មោះនិងអត្តសញ្ញាណផ្ទាល់ខ្លួនរបស់គេការប្រើពាក្យថាកូនក្រៅច្បាប់សម្រាប់រូបគេគឺមិនត្រឹមត្រូវតតែសោះនៅក្នុងជិតបន្ទាប់តួឯកស្រីអ៊ីយុយបានជួបអតីតមិត្តប្រុសរបស់នាងឈ្មោះស៊ីយ៉ាននិងមិត្តស្រីថ្មីរបស់គេឈ្មោះមីងនៅភោជនីយដ្ឋានមួយរួចនិយាយទៅកាន់មីងថានាងទើបតែសង្លុយឲ្យខ្ញុំបាន200,000 វ៉ុនប៉ុណ្ណោះប៉ុន្តែខ្ញុំត្រូវការ500,000 វ៉ុនព្រោះខ្ញុំជាអ្នកចេញថ្លៃផ្ទះជួលឲ្យស៊ីយ៉ាននិងថែមទាំងផ្ដល់លុយឲ្យគេទៅរៀននៅបរទេសទៀតផងនាងមិនមែនដណ្ដើមស៊ីយ៉ានពីខ្ញុំទេតែនាងកំពុងតែរើសយកសម្រាប់មួយដុំទៅជាមួយវិញទេនៅក្នុងឈុតបន្ទាប់ជំនួយការរបស់សៀវយ៉ានបានដើរទៅរកសៀវប៉ាវហើយនិយាយថាប៉ារបស់ឯងកំពុងជាប់ប្រជុំមិនអាចមកជួបឯងបានទេឬបែបនេះសៀវប៉ាវក៏ខឹងយ៉ាងខ្លាំងរួចឡើងឈរលើតុនិងបានវាយកំទេច laptop របស់សៀវយ៉ានចោលបន្ទាប់ពីនេះសៀវយ៉ានក៏មកដល់ហើយនិយាយទៅកាន់សៀវប៉ាវថាប៉ាបានប្រាប់កូនពីមុនរួចហើយមែនទេថាថ្ងៃនេះប៉ារវល់ការងារខ្លាំងណាស់បន្ទាប់មកសៀវប៉ាវបានរំលឹកប៉ារបស់គេអំពីសន្យាថាក៏ប៉ាបានសន្យាថាប៉ានឹងចំណាយពេលជាមួយកូនឲ្យបានច្រើនក៏បន្ទាប់មកសៀវយ៉ានក៏សួរជំនួយការអំពីគ្រូពេទ្យរបស់សៀវប៉ាវហើយជំនួយការក៏ប្រាប់លោកថាគ្រូពេទ្យនោះបានលាឈប់ហើយបន្ទាប់ពីនេះជំនួយការបានសុំឲ្យលោកចូលទៅប្រជុំហើយសៀវយ៉ានក៏គ្មានជំរឿអ្វីក្រៅពីនាំសៀវប៉ាវទៅជាមួយឡើយនៅក្នុងឈុតបន្ទាប់អ៊ីយុយកំពុងញ៉ាំស៊ុបហុតផុតជាមួយមិត្តសម្លាញ់របស់នាងហើយនាងបានផឹកស្រាច្រើនណាស់ចំណែកម្ខាងទៀតសៀវយ៉ានកំពុងដើរក្នុងក្រុមហ៊ុនដោយរុញសៀវប៉ាវនៅក្នុងរទេះក្មេងហើយក្រុមការងាររបស់គេកំពុងរាយការណ៍ពីវឌ្ឍនភាពរបស់ក្រុមហ៊ុនឲ្យលោកស្ដាប់នៅក្នុងឈុតបន្ទាប់មិត្តភ័ក្តិរបស់អ៊ីយុយបានប្រាប់នាងថាអាស៊ីយ៉ានវាបានឈ្នះពានរង្វាន់យុវជនឆ្នាំរបស់ក្រុមហ៊ុន Hishe Group ហើយយីឬបែបនេះអ៊ីយុយក៏ខឹងយ៉ាងខ្លាំងរួចប្រាប់មិត្តភ័ក្តិនាងថារបាយការណ៍ដែលធ្វើឲ្យស៊ីយ៉ានឈ្នះពានរង្វាន់នោះគឺជារបាយការណ៍តែនាងជាអ្នកសរសេរបន្ទាប់មកនាងក៏ប្រាប់មិត្តភ័ក្តិថាឯងត្រឡប់ទៅផ្ទះមុនចុះខ្ញុំមានការងារខ្លះត្រូវធ្វើនៅក្នុងឈុតបន្ទាប់សៀវយ៉ានកំពុងសាកល្បងមុខងារ live streaming ហើយបុគ្គលិកម្នាក់កំពុងប្រាប់លោកថាក្រុមហ៊ុន Hishe Group អាចត្រូវបានផ្សព្វផ្សាយតាមរយៈការ live stream នេះស្របពេលនោះសៀវប៉ាវបានលួចដើរចេញពីទីនោះយ៉ាងស្ងៀមស្ងាត់ហើយមួយសន្ទុះក្រោយមកសៀវយ៉ានក៏កត់សម្គាល់ឃើញថាសៀវប៉ាវបានបាត់ខ្លួនហើយបន្ទាប់ពីនេះសៀវប៉ាវបានដើរទៅកាន់សាលរងចាំនៃសន្តាគារហើយពេលឃើញរូបប៉ារបស់គេនៅលើផ្ទាំងប៉ាណូគេក៏បានយក sticker រូបបេះដូងទៅបិទលើរូបនោះប៉ុន្តែបុគ្គលិកបានព្យាយាមឃាត់គេហើយពេលលើសម្ដីអ្នកគ្រប់គ្នាសៀវប៉ាវក៏យកដៃខ្ទប់ត្រចៀករួចចាប់ផ្ដើមរត់ចេញពីទីនោះទាំងភ័យខ្លាចចំណែកឯសៀវយ៉ានក៏ចាប់ផ្ដើមដើររកសៀវប៉ាវជាមួយក្រុមការងាររបស់លោកបន្ទាប់មកសៀវប៉ាវហៀបនឹងដួលក្នុងពេលកំពុងរត់ប៉ុន្តែអ៊ីយុយបានមកជួយគេទាន់ពេលបន្ទាប់ពីនេះអ៊ីយុយបានសួរសៀវប៉ាវថាក្មួយមិនអីទេមែនទេប៉ុន្តែសៀវប៉ាវបានភ័យខ្លាចនៅពេលឃើញបុគ្គលិកក្រុមហ៊ុននៅទីនោះហើយក៏ចាប់ផ្ដើមស្រែកខ្លាំងៗតែម្ដងបន្ទាប់មកអ៊ីយុយបានអបសៀវប៉ាវហើយនិយាយថាឌឺមិនអីទេគ្រប់យ៉ាងនឹងល្អប្រសើរឡើងវិញសៀវប៉ាវក៏បានដកសៀវភៅចំណាំមួយចំនួនចេញពីកាតាបដែលគេតែងតែកាន់តាមខ្លួនសម្រាប់តាក់ទងជាមួយអ្នកដទៃព្រោះគេមិនអាចនិយាយរកនរណាម្នាក់បានឡើយពេលឃើញសៀវភៅចំណាំទាំងនោះអ៊ីយុយក៏ព្យាយាមនិយាយលេងជាមួយសៀវប៉ាវហើយនាងថែមទាំងបានឲ្យតុកដារូបល្ពៅមួយទៅគេទៀតផងបន្ទាប់មកជំនួយការរបស់សៀវយ៉ានក៏មកដល់ហើយអ៊ីយុយបាននិយាយទាំងកំហឹងទៅកាន់គេថាទៅប្រាប់ប៉ារបស់ក្មេងនេះផងឲ្យចេះមើលថែគេឲ្យបានល្អជាងនេះបន្ទាប់ពីនេះខណៈដែលសៀវយ៉ានកំពុងដើររកកូនអ៊ីយុយក៏បានយល់ច្រឡំថាសៀវយ៉ានគឺជាស៊ីយ៉ានដែលជាអតីតមិត្តប្រុសរបស់នាងបានដើរទៅពីក្រោយសៀវយ៉ានហើយវាប្រហារគេរួចស្រែកសួរថាហេតុអ្វីបានជាអញលួច research paper របស់ខ្ញុំបន្តិចក្រោយមកអ៊ីយុយក៏ភ្ញាក់ផ្អើលជាខ្លាំងនៅពេលឃើញមុខរបស់សៀវយ៉ានច្បាស់ស្របពេលនោះសក់របស់នាងក៏បានទៅជំពាក់ជាប់នឹងកន្សឹបក្រវ៉ាត់របស់សៀវយ៉ាននាងក៏សម្រេចចិត្តយកកន្ត្រៃមកកាត់សក់ខ្លួនឯងចេញដើម្បីផ្ដាច់វាចេញពីក្រវ៉ាត់នោះរួចនិយាយសុំទោសសៀវយ៉ានហើយក៏ដើរចេញទៅបាត់បន្ទាប់ពីនេះពិធីប្រគល់ពានរង្វាន់ក៏បានចាប់ផ្ដើមសៀវយ៉ានរៀបនឹងប្រកាសឈ្មោះអ្នកឈ្នះទៅហើយប៉ុន្តែគេស្រាប់តែនឹកឃើញសម្ដីដែលអ៊ីយុយបាននិយាយគេក៏សម្រេចចិត្តឆូតឈ្មោះសៀវយ៉ានចេញពីកាតរួចប្រកាសថាពានរង្វាន់ថ្ងៃនេះនឹងមិនផ្ដល់ជូននរណាម្នាក់ឡើយគឺហើយគេក៏ដើរចេញពីទីនោះទៅនៅក្នុងឈុតបន្ទាប់សៀវយ៉ានបានដកសរសៃសក់របស់អ៊ីយុយចេញពីក្រវ៉ាត់រួចក៏ឆែកមើលប្រវត្តិរូបរបស់គ្រូពេទ្យដែលបានដាក់ពាក្យមកព្យាបាលសៀវប៉ាវក្នុងចំណោមឯកសារទាំងនោះគេបានឃើញប្រវត្តិរូបរបស់អ៊ីយុយហើយគេក៏បោះវាចូលក្នុងធុងសម្រាមចោលនៅយប់នោះសៀវយ៉ានបានយល់សប្តិឃើញខ្លួនឯងជួបគ្រោះថ្នាក់ចរាចរណ៍ហើយគេបានឃើញក្មេងស្រីម្នាក់កំពុងរត់គេក៏ព្យាយាមឃាត់នាងព្រឹកឡើងមិត្តភ័ក្តិរបស់សៀវយ៉ានឈ្មោះវូបានបង្ហាញវីដេអូ live stream មួយដែលកំពុងល្បីខ្លាំងរវាងអ៊ីយុយនិងសៀវយ៉ានភ្ញាក់ផ្អើលជាខ្លាំងព្រោះមនុស្សម្នាបានយល់ច្រឡំថាអ៊ីយុយនិងរូបគេមានទំនាក់ទំនងអ្វីនឹងគ្នាចំណែកម្ខាងទៀតមិត្តភ័ក្តិរបស់អ៊ីយុយឈ្មោះលីនបានដាស់នាងឲ្យក្រោករួចនិយាយថាម្សិលមិញឯងផឹកច្រើនណាស់អីចឹងថ្ងៃនេះគួរតែសម្រាប់ពីមន្ទីរពេទ្យមួយថ្ងៃទៅប៉ុន្តែអ៊ីយុយនិយាយថាដល់ថ្ងៃនេះខ្ញុំមានអ្នកជំងឺសំខាន់ត្រូវជួបដូច្នេះខ្ញុំត្រូវតែទៅក៏បន្ទាប់មកលីនក៏បានបង្ហាញអត្ថបទព័ត៌មានមួយដែលនិយាយអំពីទំនាក់ទំនងរវាងអ៊ីយុយនិងប្រធានក្រុមហ៊ុន Hishe Group គឺលោកសៀវយ៉ានឃើញអត្ថបទនោះអ៊ីយុយស្រឡាំងកាំងជាខ្លាំងម្ខាងទៀតសៀវយ៉ានបានទៅបន្ទប់របស់កូនហើយក៏សម្គាល់ឃើញថាថ្ងៃនេះសៀវប៉ាវគេងបានយូរជាងរាល់ដងបន្ទាប់មកគេឃើញកន្សែងជូតមុខរបស់អ៊ីយុយនៅក្បែរសៀវប៉ាវគេក៏ចាប់ក្រវែងកន្សែងនោះចូលក្នុងធុងសម្រាមបាត់ទៅបន្តិចក្រោយមកសៀវប៉ាវក៏បានលួចដើរតាមក្រោយអ្នកបម្រើ
ដើម្បីទៅយកកន្សែងនោះត្រឡប់មកវិញដោយសង្កេតឃើញអាកប្បកិរិយាប្លែករបស់កូនសៀវយ៉ានក៏បានបញ្ជូនសៀវប៉ាវឲ្យទៅសម្រាកនៅផ្នែកចិត្តសាស្ត្រកុមារក្នុងមន្ទីរពេទ្យមួយបន្ទាប់ពីទៅដល់ទីនោះសៀវប៉ាវមិនព្រមស្ដាប់គ្រូពេទ្យណាម្នាក់ឡើយហើយចាប់ផ្ដើមយំយ៉ាងខ្លាំងស្របពេលនោះឯងអ៊ីយួយក៏បានមកដល់ហើយនាងបាននាំសៀវប៉ាវទៅកាន់កន្លែងក្មេងលេងបន្ទាប់មកសៀវយ៉ានក៏មកដល់ទីនោះហើយបានឃើញសៀវប៉ាវកំពុងលេងយ៉ាងសប្បាយរីករាយជាមួយអ៊ីយួយគេក៏បាននិយាយទៅកាន់នាងថាវីដេអូ live stream កាលពីយប់មិញគឺជាផែនការដែលនាងរៀបចំទុកជាមុនមែនទេនាងមិនខាតបង់អ្វីឡើយតែក្រុមហ៊ុនរបស់ខ្ញុំត្រូវរងការខូចខាតបន្ទាប់មកសៀវយ៉ានក៏សួរអ៊ីយួយថាតើនាងចង់បានលុយប៉ុន្មានដើម្បីបញ្ចប់រឿងនេះអ៊ីយួយក៏បានទាមទារប្រាក់200 យួនពីគេសម្រាប់ថ្លៃកាត់សក់ព្រោះកាលពីថ្ងៃមុនសក់របស់នាងត្រូវខូចខាតដោយសារជំពាក់នឹងក្រវ៉ាត់របស់គេបន្ទាប់ពីនេះសៀវយ៉ានបាននិយាយទៅកាន់សៀវប៉ាវថាកន្លែងនេះសម្បូរទៅដោយមីងចម្លែកណាស់គេរួចក៏នាំកូនចេញពីទីនោះទៅនៅក្នុងជិតបន្ទាប់សៀវយ៉ានបានសួរកូនប្រុសថាតើកូនចង់បានអ្វីសៀវប៉ាវក៏បានគូររូបអ៊ីយួយនៅលើក្រដាសហើយនិយាយថាកូនចង់ឲ្យអ្នកគ្រូពេទ្យអ៊ីមកផ្ទះរបស់យើងបន្ទាប់ពីបានស៊ើបអង្កេតពីប្រវត្តិរបស់អ៊ីយួយរួចមកសៀវយ៉ានក៏សម្រេចចិត្តថានឹងជួលនាងមកព្យាបាលសៀវប៉ាវនៅថ្ងៃបន្ទាប់ជំនួយការបានប្រាប់សៀវយ៉ានថាអ្នកគ្រូពេទ្យអ៊ីមិនទទួលព្យាបាលអ្នកជំងឺតាមផ្ទះឡើយសៀវយ៉ានក៏គិតចង់ផ្ញើអ៊ីមែលទៅកាន់នាងប៉ុន្តែមិត្តភ័ក្តិរបស់គេបានមកបង្កការរំខានហើយច្រឡំផ្ញើរូបថតរបស់សៀវយ៉ានទៅឲ្យនាងបាត់ទៅពេលអ៊ីយួយឃើញរូបថតទាំងនោះនាងគិតថាគេគឺជាមនុស្សវិកលចរិតហើយក៏បានលុបរូបថតទាំងនោះចោលភ្លាមបន្ទាប់មកសៀវយ៉ានក៏បានទូរស័ព្ទទៅអ៊ីយួយដោយនិយាយថាក៏ខ្ញុំគឺជាប្រធានក្រុមហ៊ុន Hash Group ខ្ញុំចង់អញ្ជើញអ្នកមកក្រុមហ៊ុនរបស់ខ្ញុំនៅថ្ងៃស្អែកប៉ុន្តែអ៊ីយួយបានស្ដីបន្ទោសទៅគេវិញព្រោះនាងគិតថាវាគឺជាទូរស័ព្ទបោកប្រាស់ព្រោះនាងមិនជឿថាប្រធានក្រុមហ៊ុនធំបែបនេះមកទូរស័ព្ទរកនាងឡើយនៅថ្ងៃបន្ទាប់សៀវយ៉ានបានទៅជួបអ៊ីយួយជាមួយលុយសុទ្ធយ៉ាងច្រើនដើម្បីសុំឲ្យនាងធ្វើជាគ្រូពេទ្យផ្ទាល់ខ្លួនរបស់សៀវប៉ាវប៉ុន្តែនាងបានបដិសេធឬបែបនេះសៀវយ៉ានក៏និយាយថាខ្ញុំនឹងដំឡើងប្រាក់ខែឲ្យនាងទ្វេដងព្រមទាំងមានរយៈ bonus ទៀតផងប៉ុន្តែអ៊ីយួយបានតបវិញថាមិនមែនគ្រប់យ៉ាងសុទ្ធតែអាចទិញបានដោយលុយនោះទេសៀវយ៉ានបានត្រឡប់មកផ្ទះវិញហើយពិភាក្សាជាមួយមិត្តភក្តិឈ្មោះវូថាអ៊ីយួយមិនមែនជាស្រីធម្មតាឡើយវូក៏បានប្រាប់សៀវយ៉ានថាអញត្រូវតែយកឈ្នះចិត្តនាងឲ្យបានដើម្បីអាចប្រើប្រាស់នាងបានល្អអញគួរតែផ្ញើកាដូទៅឲ្យនាងឲ្យបានច្រើននាងប្រកាសជាចាប់អារម្មណ៍មិនខានថ្ងៃបន្ទាប់សៀវយ៉ានក៏បានផ្ញើកាដូទៅឲ្យអ៊ីយួយប៉ុន្តែនាងខឹងយ៉ាងខ្លាំងនៅពេលឃើញកាដូទាំងនោះនៅថ្ងៃបន្ទាប់ទៀតសៀវយ៉ានបានទៅចាំនាងនៅមុខមន្ទីរពេទ្យប៉ុន្តែពេលឃើញគេអ៊ីយួយក៏ជិះស្គូឌីរបស់នាងចេញទៅបាត់សៀវយ៉ានក៏បានបើកឡានតាមពីក្រោយនាងរហូតដល់នាងទៅដល់ផ្ទះពេលអ៊ីយួយទៅដល់ផ្ទះនាងឃើញសៀវយ៉ានកំពុងរងចាំនាងនៅទីនោះស្រេចទៅហើយនាងសួរថាតើលោកដឹងអាសយដ្ឋានផ្ទះខ្ញុំដោយរបៀបណាគេតបថាក៏ខ្ញុំឃើញវានៅក្នុងប្រវត្តិរូបរបស់នាងស្របពេលនោះមានក្រុមបងធំមួយក្រុមកំពុងធ្វើបាបក្មេងស្រីម្នាក់នៅក្បែរនោះអ៊ីយួយក៏ស្ទុះទៅជួយនៅពេលបងធំម្នាក់រៀបនឹងវាយប្រហារអ៊ីយួយសៀវយ៉ានក៏បានចូលទៅជួយការពារនាងរហូតដល់ធ្វើឲ្យគេរងរបួសក្តៅបន្ទាប់មកអ៊ីយួយក៏បានជួយរំរបួសឲ្យសៀវយ៉ានរំពេចនោះ10ថ្នាំក៏បានធ្លាក់ចុះមកដីពួកគេទាំងពីរនាក់ក៏អន់រើ10ថ្នាំនោះជាមួយគ្នាធ្វើឲ្យភ្នែករបស់ពួកគេមើលប្រសពគ្នាហើយអារម្មណ៍រ៉ូមែនទិកក៏បានកើតឡើងក្នុងចិត្តអ្នកទាំងពីរបន្ទាប់មកសៀវយ៉ានបាននិយាយថាក៏ខ្ញុំទើបតែជួយសង្គ្រោះនាងដូច្នេះនាងគួរតែធ្វើអ្វីម្យ៉ាងតបស្នងមកខ្ញុំវិញអ៊ីយួយក៏បានដកស្ករគ្រាប់មួយមកឲ្យគេហើយនិយាយថានេះជាអ្វីដែលខ្ញុំមានបើលោកមិនយកទេក៏បោះវាចោលទៅនៅថ្ងៃបន្ទាប់ខណៈពេលកំពុងប្រជុំការងារសៀវយ៉ានបានចូលមើលកណនី social media របស់អ៊ីយួយហើយគេក៏ជ្រុលដៃចុច like រូបថតនាងមួយសន្លឹកដោយអចេតនាបន្ទាប់មកគេឃើញរូបថតនំខេកដែលនាងបានបង្ហោះគេក៏សម្រេចចិត្តរៀនធ្វើនំខេកដើម្បីធ្វើឲ្យអ៊ីយួយចាប់អារម្មណ៍នៅថ្ងៃបន្ទាប់សៀវយ៉ានក៏បានធ្វើនំខេកដោយផ្ទាល់ដៃរួចនាំសៀវប៉ាវទៅកាន់មន្ទីរពេទ្យរបស់អ៊ីយួយតែម្ដងបន្ទាប់មកសៀវយ៉ានកំពុងលេងជាមួយក្មេងស្របពេលនោះអ៊ីយួយក៏មកដល់ហើយនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឃើញគេនៅទីនោះបន្ទាប់មកអ៊ីយួយបានលេងហ្គេមបាញ់កាំភ្លើងប៉ុន្តែនាងបាញ់មិនសូវចំគោលដោយឡើយទើបសៀវយ៉ានចូលមកជួយបង្រៀននាងតម្រង់ទិសដៅនៅថ្ងៃបន្ទាប់បុគ្គលិករបស់សៀវយ៉ានបានបង្ហាញគេនៅកុកខ្សែដៃនៃក្តីស្រឡាញ់ប្រភេទថ្មីដែលក្រុមហ៊ុនទើបតែផលិតបានបន្ទាប់មកមិត្តភក្តិគេឈ្មោះវូក៏បានរំលឹកសៀវយ៉ានថាជិតដល់ថ្ងៃខួបកំណើតរបស់សៀវប៉ាវហើយនៅក្នុងជិតបន្ទាប់សៀវប៉ាវកំពុងលេងជាមួយអ៊ីយួយហើយនាងក៏បានសួរគេថាតើក្មួយមានប្រាថ្នាចង់បានអ្វីក្នុងថ្ងៃខួបកំណើតទេសៀវប៉ាវក៏បង្ហាញអាការៈប្លែករួចស្រាប់តែយំយ៉ាងខ្លាំងធ្វើឲ្យសៀវយ៉ានស្ទុះមកអបកូនហើយលងថាកុំខ្លាចអីប៉ានៅទីនេះជាមួយកូនហើយអ៊ីយួយក៏សួរសៀវយ៉ានថាហេតុអ្វីបានជាក្មេងមានអាការៈបែបនេះសៀវយ៉ានតបទាំងសោកសៅថាបើវាគឺជាកំហុសរបស់ខ្ញុំទាំងអស់គឺកាលពី1ឆ្នាំមុនចំថ្ងៃខួបកំណើតសៀវប៉ាវពួកគេទាំងពីរបានបាត់បង់សមាជិកគ្រួសារដ៏ជិតស្និទ្ធម្នាក់ដែលវាបានក្លាយជាវិបត្តិផ្លូវចិត្តធ្វើឲ្យសៀវប៉ាវឈប់និយាយតាំងពីពេលនោះមកឬបែបនេះអ៊ីយួយនិយាយថាយើងត្រូវតែរៀបចំពិធីខួបកំណើតឲ្យគេព្រោះថ្ងៃខួបកំណើតគឺជាចំណុចដែលធ្វើឲ្យគេ stress បើកាលណាគេឆ្លងកាត់វាដោយភាពសប្បាយរីករាយនោះភាពភ័យខ្លាចនឹងរលាយបាត់ជារៀងរហូតនៅថ្ងៃបន្ទាប់សៀវយ៉ានបានហៅអ៊ីយួយមកការិយាល័យហើយស្នើឲ្យនាងចុះកិច្ចសន្យាធ្វើជាគ្រូពេទ្យផ្ទាល់ខ្លួនរបស់កូនគេជាមួយនឹងប្រាក់ខែទ្វេដងតាមការស្នើសុំរបស់នាងសៀវយ៉ានក៏បានកំងស៊ុបហត់ផុតមកឲ្យនាងញ៉ាំហើយបន្ទាប់មកគេក៏បានជូននាងត្រឡប់ទៅផ្ទះវិញប៉ុន្តែនាងបានលងលក់ក្នុងឡានតាមផ្លូវសៀវយ៉ានក៏បានពាក់ខ្សែដៃក្តីស្រឡាញ់នោះឲ្យនាងដោយប្រាប់ថាវាជាផលិតផលគំរូរបស់ក្រុមហ៊ុនអ៊ីយួយសួរថានេះជាខ្សែដៃគូស្នេហ៍តាមួយទៀតនៅណាសៀវយ៉ានក៏ប្រាប់ឲ្យនាងមើលសៀវភៅណែនាំទៅបើមិនយល់អ្វីនោះថ្ងៃបន្ទាប់អ៊ីយួយមានអាការៈគ្រុនក្តៅហើយនាងប្រាប់មិត្តភក្តិថានាងនឹងមិនទៅមន្ទីរពេទ្យទេចំណែកម្ខាងទៀតសៀវយ៉ានកំពុងប្រជុំស្រាប់តែខ្សែដៃរបស់គេផ្ដល់សញ្ញាថាអ៊ីយួយកំពុងមានអាការៈមិនស្រួលខ្លួនគេក៏ទូរស័ព្ទទៅសួរនាងភ្លាមនាងមិនស្រួលខ្លួនមែនទេ
ទិន្នន័យខ្សែដៃបង្ហាញថានាងកំពុងក្តៅខ្លួនគឺនាងតបថាគ្រូពេទ្យក៏ចេះជួយដែរតើសៀវយ៉ានក៏នាំសៀវប៉ាវទៅផ្ទះនាងប៉ុន្តែនាងមិនលើកទូរស័ព្ទឡើយព្រោះនាងកំពុងគេងក្នុងអាងទឹកសៀវយ៉ានបានព្យាយាមស្មានលេខកូដទ្វាររហូតចូលក្នុងបន្ទប់នាងបានសម្រេចគេបានចូលទៅក្នុងបន្ទប់ទឹកហើយឃើញនាងមិនមានសម្លៀកបំពាក់គេក៏ងាកមុខចេញភ្លាមហើយនិយាយថានាងមិនអីទេមែនទេសីតុណ្ហភាពក្នុងបន្ទប់ទឹកឡើងខ្ពស់ពេកទើបខ្សែដៃផ្ដល់សញ្ញាគ្រោះថ្នាក់មកខ្ញុំគេថែមទាំងថតវីដេអូទុកជាភស្តុតាងថាគេមិនបានធ្វើអ្វីផ្ដេសផ្ដាសលើនាងឡើយបន្ទាប់មកសៀវយ៉ានបានចេញមកក្រៅហើយបិទទ្វារប៉ុន្តែសោទ្វារបន្ទប់ទឹកស្រាប់តែខូចធ្វើឲ្យអ៊ីយុយបើកចេញមិនរួចនាងស្រែកហៅគេឲ្យជួយប៉ុន្តែគេកំពុងជាប់និយាយទូរស័ព្ទជាមួយជំនួយការពីរឿងខ្សែដៃក៏មិនបានឮសំឡេងនាងអ៊ីយុយបានសម្រេចចិត្តធាក់បំបែកសោទ្វារចេញមកក្រៅរួចក៏សន្លប់បាត់ទៅសៀវយ៉ានក៏ឆែកមើលកម្ដៅនាងហើយលួចរអ៊ូក្នុងចិត្តថានាងរស់នៅបន្ទប់កខ្វក់បែបនេះកើតដែរគេក៏បានរៀបចំថ្នាំនិងយកភួយមកដណ្ដប់ឲ្យនាងប៉ុន្តែនាងស្រាប់តែទាញគេមកចិត្តរួចក៏លងលោកបាត់ទៅព្រឹកឡើងអ៊ីយុយភ្ញាក់មកទាំងងឿងឆ្ងល់ថាបើតើខ្ញុំកើតជាថ្មីមែនទេពេលឃើញសៀវយ៉ាននៅទីនោះនាងសួរថាគេមកធ្វើអ្វីសៀវយ៉ានតបថាបើខ្ញុំនឹងសៀវប៉ាវមើលថែនាងពេញមួយយប់ទុកឲ្យសៀវប៉ាវគេងបន្តិចទៅនៅពេលអ៊ីយុយដើរចេញមកក្រៅបន្ទប់នាងភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឃើញបន្ទប់របស់នាងត្រូវបានរៀបចំយ៉ាងស្អាតបាតសៀវយ៉ានក៏ប្រាប់នាងថាអូញ៉ាំអ្វីសិនទៅ